មានប្រសាលោកគ្រូខ្ញុំឈ្មោះនាងវណ្ណីតាមេរៀនទី2ជីវភាពសម័យបុរាណខការប្រកបរបរចិញ្ចឹមជីវិតមនុស្សបុរេប្រវត្តិសាស្ត្រទឹកដីបុរេប្រវត្តិសាស្ត្រមានវិសាលភាពធំទូលាយមានបរិស្ថានល្អអាចធ្វើឲ្យដាំដំណាំដោះលូតលាស់បញ្ចេញផ្លែផ្កាច្រើនឥតកេរនាក្នុងទឹកសម្បូរត្រីសម្បូរត្រីក្នុងព្រៃមានសត្វគ្រប់ប្រភេទកត្តាទាំងអស់នេះហើយដែលធ្វើឲ្យមនុស្សសម័យនោះប្រកបរបរចិញ្ចឹមជីវិតដោយនេសាទត្រីបរបាញ់សត្វនិងបែបផ្លែឈើជាអាហារលុះក្រោយមកពួកគេចេះដាំដំណាំនិងចិញ្ចឹមសត្វបន្ថែមទៀតពួកគេមានជំនឿលើធម្មជាតិខ្មោចអារក្សនិងអ្នកតាជំរាបលាលោកគ្រូដែលបានស្ដាប់ខ្ញុំអានរហូតដល់ចប់ជំរាបលាលោកគ្រូ